បងប្អូនធ្លាប់វេចណាម្ដង3ស្លឹកដូចខ្ញុំអត់? ខ្ញុំវេចម្ដង3ស្លឹក ដោយសារតែវេចម្ដង1ស្លឹកវាចំណាយពេលយូរ និយាយទៅខ្ញុំអត់ចង់ធ្វើយូរ ព្រោះរាងហត់ដែរ ខ្ជិលឆូរអញ្ចឹងណា អញ្ចឹងខ្ញុំវេចម្ដង3ស្លឹកនេះគឺវែងគួរសម ប៉ុន្តែយើងមិនមែនញ៉ាំទាំងវែងទេ បងប្អូនចង់បានប្រវែងណាគឺកាត់ប្រវែងហ្នឹងទៅ ហើយវាលឿនផង ហើយថ្ងៃនេះខ្ញុំវេចណែម និយាយទៅអ្នកបាត់ដំបងគេហៅណែមអញ្ចឹង ប៉ុន្តែតំបន់ខ្លះគេហៅខុសៗគ្នាអញ្ចឹងណាបងប្អូន ហើយវេចវែងអញ្ចឹងមិនពិបាកទេ គឺស្រួលដូចតែវេចខ្លីអញ្ចឹង ហើយសំខាន់គឺវាលឿនផង និយាយទៅខ្ញុំវេចតែមួយនេះសម្រាប់ស្វាមីខ្ញុំគឺគ្រប់តែម្ដង និយាយទៅវេចតែម្ដងប៉ុណ្ណឹងឯង និយាយវេចឲ្យកូនមួយ វេចឲ្យខ្ញុំខ្លួនឯងមួយ វេចទាំងអស់តែ3ហ្នឹងគឺគ្រប់សម្រាប់មួយគ្រួសារខ្ញុំវេចតែ3ដងទេ ហើយយើងកាត់មកបងប្អូនចង់កាត់ក៏បាន មិនចង់កាត់ក៏បានដែរ